tiết chấm đánh thằng tha bờ dạ phê là mình chẳng phù bờ dương bờ đó nó bị chắc đo phò mà bà hai đây mà chắc đo phò dương cắt chuối bên miền bên miền cắt đập hay sẽ ô bà chuốn dương cho ta đàoในขนมเตะขนมdạ phèm ngay mà phèm đào ngay nắng tầm phơi ngay chuốn biệt tôm nó nóng ấy bay ban đi bay ban đi chẳng giờ mà đào đấy để chập đám phai ta bà đây ba chục số phong mang có là lấy khi ban mà đào chuột lục búa hết bù chục số và chia từ bó xong coi mua lục búa mua ấy hay chui chục số nòng pi tăng xây than là tí này បាទខ្ញុំឈ្មោះងីសរិទ្ធជាប្រធានគ្រប់គ្រងនៅកសិដ្ឋាន3ឆ្លាតនេះហើយកសិដ្ឋាន3ឆ្លាតនេះស្ថិតនៅក្នុងភូមិពពាខែឃុំដីឥដ្ឋស្រុកជើងស្វាយខេត្តកណ្ដាលបាទដែលមានចម្ងាយពីភ្នំពេញមកគីឡូម៉ែត្រលេខ22បាទអរគុណលោកពូថ្ងៃនេះដែលលោកពូបានផ្ដល់ឱកាសឲ្យមានការចូលរួមមកទេសនានៅដោយផ្ទាល់តែម្ដងក្នុងកសិដ្ឋាន3ឆ្លាតរបស់លោកពូណាហើយចង់ចាប់អារម្មណ៍មែនទែនទាញចំណាប់អារម្មណ៍ពុកម៉ែបងប្អូនរបស់យើងឲ្យមកទេសនានៅក្នុងកសិដ្ឋានលោកពូព្រោះខ្ញុំចាប់អារម្មណ៍ដែលពាក់ព័ន្ធជាមួយនឹងការប្រកាសពូជក៏ដូចជាបាការដាំដុះគឺរៀងទំនើបមែនតើបាទបងប្អូនមើលឃើញស្រាប់ហើយនៅខាងក្រោយលោកពូក៏ដូចជាខាងក្រោយខ្ញុំបាននេះគឺជាបាទថ្នាលបដោះក៏ដូចជាដាំដុះពេញប៉ោះឈើរីផ្ទាល់តែម្ដងហើយយើងមើលលក្ខណៈពិសេសវិញគឺប្រៀបដូចនៅប្រទេសកូរ៉េមិនចឹងលោកពូណាបាទស្តង់ដារប្រទេសកូរ៉េឬមិនចឹងលោកពូបាទនេះស្តង់ដារកូរ៉េហ្មងកូរ៉េចំតែម្ដងធ្វើឲ្យតែម្ដងបាទគាត់ម្នាក់តាមសងបាទហើយបកាមករយៈពេលប្រហែលឆ្នាំមកលោកពូបាទមកដល់ឆ្នាំនេះវាដូចឆ្នាំទី6នេះ2006ឡើង2020មកបាទអូចឹងយូរឆ្នាំដែរណាបាទហើយមានដំណាំពេញប៉ោះឈើរីសុតឬក៏មានដំណាំផ្សេងទៀតក្រៅពីដំណាំវាកន្លងមកយើងដាំច្រើនដែរវាដូចមានដូចរ៉ុកកែតសាឡាត់អូបាទហើយពេញប៉ោះឈើរីហ្នឹងក៏យើងមានច្រើនពូជណាវាមានពូជតៃវ៉ាន់ពូជកូរ៉េហើយនិងពូជជប៉ុនអូបាទពូជក្នុងស្រុកយើងក៏មានដែរប៉ុន្តែយើងវាដូចថាវាសម័យស្មើនេះហើយយើងចូលយ៉ារៀងពូជទំនើបយើងព្រោះខាងយើងក៏រៀងទំនើបដែរបាទអូបាទដើម្បីបំពេញតម្រូវការថាអេកុំឲ្យថាមកដល់ស្រុកខ្មែរហើយទៅទិញពីកូរ៉េមកទិញពីជប៉ុនមកណាបាទអញ្ចឹងគឺយើងផលិតខ្លួនឯងបាននៅក្នុងនេះតែម្ដងឥឡូវចង់ជំរាបសួរលោកពូបន្ថែមទៀតពុកព្រោះថាបងប្អូនយើងទស្សនានៅក្នុងคลิปកន្លងទៅបានជួបលោកពូជាមួយនឹងកម្មវិធីបាទ content creator យើងមួយចំនួនឃើញលោកពូថាមានការប្រកាសពូជពិសេសពីកសិដ្ឋានរបស់លោកពូផ្ទាល់ហ្មងចង់ជំរាបសួរលោកពូថាការប្រកាសហ្នឹងលក្ខណៈយ៉ាងម៉េចដែរចេះទេបើនិយាយភាសាបច្ចេកទេសប្រកាសនោះវារឿងផ្សេងទៀតដោយសារយកកេសរពូជផ្សេងយកមកដាក់ជាមួយផ្កាពូជតឹងហ្នឹងហៅប្រកាសហ្នឹងហៅប្រកាសអូបាទអាហ្នឹងបានប្រកាសតែដោយឡែកយើងនៅនេះយើងអត់ទាន់ធ្វើការធ្វើប្រកាសដល់ថ្នាក់នោះទេប្រកាសថ្នាក់នោះវាត្រូវការបត់ចត់អាហ្នឹងទល់ក្រុមហ៊ុនស្រាវជ្រាវដូច A បូក 1B ហ្នឹងវាចេញអាចចេញ C ចេញ AB អញ្ចឹងទៀតអញ្ចឹងពូជវាវិវត្តទៅហ្មងហើយបាត់តែវិវត្តទៅហ្នឹងយើងមិនដឹងថាវាធន់ឬមិនធន់ផងអូបាទការស្រាវជ្រាវច្រើនណាស់អញ្ចឹងបានថាយើងល្មមយើងធ្វើបានច្រើនឯកជនច្រើនគេក្រុមហ៊ុនតែម្ដងរកឃើញអីមួយគេផ្ដាច់មុខផងគេរក្សាសិទ្ធិអូរក្សាសិទ្ធិត្រឹមត្រូវហើយព្រោះកម្មសិទ្ធិបញ្ញាគេខំសិក្សាស្រាវជ្រាវអញ្ចឹងលោកបាទដល់ឡែកលោកពូខ្ញុំចាប់អារម្មណ៍ថាពេញប៉ោះជេរីនេះលោកពូទិញពូជគេដំបូងមកទេតែពេលដែលលោកពូដាំហើយគឺលោកពូអាចធ្វើពូជនឹងខ្លួនឯងតែម្ដងអាហ្នឹងយ៉ាងម៉េចវិញបាទអាហ្នឹងជាទូទៅហើយបើកសិករនៅស្រុកយើងខ្ញុំឃើញពូជបើសិនណាពូជគេហៅថា OP ណាអាពូជយើងដាំហើយយើងទុកពូជខ្លួនមកឯងបានដូចជាអនងដូចជាសណ្ដែកគួរដូចជាស្រប់អីមួយចំនួនឡាក់អាហ្នឹងយើងអាចទុកពូជបានតែក៏មួយចំនួនទៀតគេធ្វើការប្រកាសយើងតែអាពូជប្រកាសហ្នឹងទី1វាងាយឆាប់ឲ្យផលទី2ទិន្នផលវាខ្ពស់ទី3វាធន់ជំងឺសត្វល្អិតអីចឹងណាអញ្ចឹងហើយបាទយើងត្រូវទៅការទៅទិញដល់ទៅទិញណាសិត F1 អាគេប្រកាសមកចំនួនទី1ដល់យើងមកដាំនេះចំនួនទី2តែយើងទុកក្របទៀតក្រោយទៀតចំនួនទី3អញ្ចឹងវាអត់ដូចដើមទេបាទដល់អញ្ចឹងកសិករយើងចេះទុកទៅហើយចេះដាំទៅចេះតែខ្លាយទៅសូម្បីតែស្រូវហ្នឹងទុកពូជខ្លួនឯងគេអត់ទុកឲ្យយូរដែរតែ 4-5 ឆ្នាំត្រូវដូរហើយតែមិនដូរខ្លាយទៅពីហើយបាទអត់ហ្នឹងចឹងឥឡូវពិធីសាស្ត្រលពូវិញធ្វើយ៉ាងណាដើម្បីយើងបានពូជនោះដែរចេះដើម្បីដោយសារយើងពូជខ្លះបើនិយាយមែនទែនពិបាករកទិញវាយើងមិនមែនថាអត់លុយទិញទេអ្នកខ្លះពូជដូចបាទនៅកូរ៉េនៅអីដូចពិបាករកទិញបើជប៉ុននេះខ្លះអ្នកលក់ប្រពូជខ្លះច
chui chất tà lẹ thiệt năng một robot cái dương đang tham mấy trái thì ở khơi lạ sải nhài thế đòi dương bàn máu hay giống chụp phô giống ở bành hà bình thì ở thay mà cái đấy ở tàu miên mà đau pui máu choคือเจ้าไม้สบายบ้านนะสบายโดยซากัดในให้อากาศกัดในนั้นหรือตรุยนั้นอดคลายตีเบิดตุกครอบคลายวันนี้ถ้าเยอะกัดเจนปีดาวกับน้าดอกเบี้ยมั้งจะมาดามปะต้อปูนังอดคลายแต่ปูเซนดิให้ในตะปราต้นพักปูบ้าจะแสดงโดยเจ้าอุติหอจะแสดงโดยจากสวายอุมาถ่ายยังสวายถ่าแก่จันจ้อยังเบอร์ยังผมใบเมย์ยังซ้ำเมย์ไอ้ม้าอดคลายตีปันแต่เบอร์ยังใบกรอบตุกhay giờ đam mặt đó vì đôi mê đấy rồi mùi khai và và riêng trà nè và to mà chua lụp pu nhớ mặt đằng và anh lấy lụp pu mà đó pa chợ bon đấy và đây là pu tại là pu tinh mau pi và tên mình tha chợ pon cờ re rồi có Taiwan nó cứ lụp pu ai phơi ban kêu pu trong tam đó bà bên dưới tới pu na đại dân chọn phơi ban này thì mình tập pu bình phơi pu có cái chiết cho là ai dân cho mà có bài pu luôn ai bàn mà chia tu tới bởi vậy mình thấy nó rồi chia làm ó dân tầm mơ tam phải thô thì cắt đọt đôi cho đọt khum xây nó sát ta và bài phút là cắt đọt đấy nó không phần là còn là cắt đọt nó bà dương vì mình đăng ký bị chơi cái tí mình chơi para nam cà pia series là đây phần đôi nắng anh có bằng nghi và chơi đây anh nói bên đây dương thời miền tây nó khởi bị dương chơi cắt thấy dương thời đại lại nhá đại việt sự tập hiệp để đối đây ấy cái thời dương sập bữa đây riêng rồi cái chuyện rồi riêng phụ bà lai chứ cái phở về tới ở thời phở đây ấy cái phở chiếc chuồng cam chiếc cây đôn sót rồi mùi có chiếc sách vậy hãy dân đó này ở miền thời ca bì chi ấyประมาณนี้ผัวแหละเอาสำคัญเอาเป็นกลุ่มสำนักนะใบเวียดดอกผัวเวียตอนthời ca si chí cho cắt mì kia vô màu vô mặt đào đòi bạc chí ôi bạnเวียดมินรือรือพอนั่งรวยบัตรจังเอาไปเจนรือสั้นกันยังเอาชีสีสามกล่าวจังแรกขณะพิเศษว่าเนี่ยปูเลือกลางจำนวนนี้ยมบายจะจ่าบาร์เลยยมจังไปแจกจูนเอาบองโอนไหนแต่การกัดนั่งยังกัดยังมาดักนักนงนาสั้นแต่ใบเวียดดอกรือเคยยังไม่ได้บันยังตะดักđầyรือยังไม่ได้ปูโอ้อันนี้เบอร์โรคเชื้อเบอร์เป็นป้อยังเยอะพอดาวตัวเลยเป็นป้อให้เบอร์ปูอาจจะไปน้องสั่งถักกับเมย์ก็โยจุกบ่เจ้าน้องแคลงน้องกระไรยืนกระลักไทยจำโยมากัดดาวอันนั้นหัดจะดาวเตียนเบียร์ออจิตจัวปันแต่เบอร์โรคเชื้อแคลโดยเป็นป้อเห็นตัดดอยจังเบียงอมในขนมประตูกระไรตบน้องบัดใดยังได้ยังกัดเฮ้ยเบอร์ซันมีกระไดแคลงยังได้ฉลุตึกซันบำใบดาซาออยเวียนในเรื่องดาวให้ยังฉลุตึกหายเจ็บเยอะยังกัดไปให้เจียมาตักแต่มาตักกะละไอ้บ้านยังเวงพัดปีตักจ้ะยังกัดในกับบ้านตรวยเวียกับบ้านตรวยขังเลือกับบ้านในเดี๋ยวเจนมากับบ้านเป็นปอมาดาวเบียใบในชะลอบ้านชะลอฉันยังกัดไปหาในนั่งไงอุมาตะกัดมวยเนี่ยอะไรจำนวนกัดต้องเบียเจนจะใบมาเตียนจังไปจะใบใบต้องกัดก็ก้นใบเตียนมาโอ้จังคล้ายกันแต่จางตามต้องเดือดหรือคล้ายกันจางปันแต่นั่นก็ในเมียนทางแนบใจกับเจียงจะรอพะเฮาเถินได้ถึงบ่าเป็นพอเชอรี่ก็ดำกัดข้างในยำท่ามันพร้อมสอบต่อซอนั่งตามบอลซาเบอร์ท่าเป็นพอลายท่อมได้ค่าเถิดกัดข้างในเลยเมื่อจะสไนยำเอาต่างกัดข้างในเอาจังให้ดาวมวยไปเอาพลายด้วยดาวเมฆมือเตียนจังอุมาท่าดาวมวยนั่งไปเอาพลายใบคำเจ้าบ่าวเวียนเมียนใบดาวก้นใบคำนั่งเวลาประมวลคำให้ใบยืงกัดตกเต็มดาวนั้นขวัญพลายไปทมเชียงดาวกับน้าติ๊กได้มันพลายติ๊กเชียงให้เจ้าโปรกรรมกัดโปรกรรมไอ้ขยนายทำไมมันเต้นให้เบี้ยเพียเฉินฉลองจมูกตามมุกระบุเตียดบ้านหลวงปู่จังจมูกสู้หลวงปู่มาจำนวนเตียดแปะปอนจมูกหนึ่งการดำเป็นไปยังเปรียบเทียบนี้หรือยังการประดอกขวบเป็นปอเชอรี่นั้นให้จมูกหนึ่งการกัดข้างในจะtừดำนั้นตามวยน้าเวียงเงยเอาพอเชียงให้มวยน้าจนได้สิ่งแบบนั้นเพื่อจริงปู่mà bơi về Phật tới vì bước hạp hai thiên đại tỷ thành phố cả na dương và đó có vì đôi thà ở thời phở Polakam ấy chọnประมาณthì bằng tay vì ở thời cà phê lia du bàn đàm anh thì mùi thì phí hôm nay lừa cà tình crop chừng đôi nhom dây hàng đàn chẳng chuẩn rồi tình nhọn miền lôi rồi tình nhọn bàn thì bàn thì hai bờ anh đi vĩnh dương
កាត់ទៅដូចខ្ញុំបានលើកឡើងអញ្ចឹងវាជួនវាមានផ្លែមានផ្កាវាឲ្យផលតាំងពីនៅក្នុងត្រេក្នុងម៉េះ បាទ បាទហើយអញ្ចឹងយកមកដាំវាផ្លែតាំងពីគល់មក អូ ផ្លែតាំងពីគល់វាឆាប់ឲ្យផលបើអាក្របវិញវារហូតដល់ជាទូទៅ3ខែតាំងពីដាក់ក្រប 3 ខែ 3ខែតាំងពីដាក់ក្របបានប្រមូលផលបានដោយឡែកអានេះប្រហែលជាដូចខ្ញុំនិយាយអញ្ចឹងអាខ្លះលេងដោតទៅលេងដល់ឃើញផ្លែទុំក្នុងត្រេបាត់ហើយកន្លះខែ បាទ អញ្ចឹងបាទហើយវាគ្រាន់តែចេះមួយដែរយើងឆាប់បានផលប៉ុន្តែអាយុកាលវារៀងខ្លីជាងអាក្រប ខ្លីជាងគ្រាប់ បាទគ្រាប់វាមានឬកែវឬអីដល់អានេះវាឆាប់ឲ្យផលក៏វា ឆាប់ងាត់ទៅវិញ ឆាប់ងាប់ទៅវិញដែរប៉ុន្តែបើទោះបីយ៉ាងណាក៏ដោយខ្ញុំគិតថានេះមានសារៈប្រយោជន៍ជាងគ្រាប់ព្រោះទាំងយើងអាចម្ចាស់ការខ្លួនឯងបានគ្រប់គ្រងពូជគ្រប់គ្រងអីបានទាំងអស់ បាទ បាទ អញ្ចឹងមកថាយើងអត់ប្រឈមនឹងបញ្ហាថាពូជហ្នឹងអត់សតទេបាទតែយើងកាត់មកអញ្ចឹងគឺយើងច្បាស់ថាមេពូជហ្នឹងមិនគឺមកគឺផលអញ្ចឹងតែម្ដង បាទទោះបីតែពូជក្នុងកញ្ចប់ហ្នឹងយើងថាអីពូជហ្នឹងល្អសួរកសិករទៅពូជហ្នឹងល្អផ្លាកហ្នឹងហើយហេតុអីបានអាឆ្នាំនេះវាអត់កើតអត់ហ្នឹងវាពិបាកបើពូជយើងឃើញចាក់ស្ដែងថាអូអាហ្នឹងដើមមេវាល្អយើងកាត់ទុកពូជខ្លួនឯង 100% គឺល្អតែម្ដង 99% បាទពិសេសមែនតើដូចលពូជំរាបជូនវិញណាបាទឥឡូវចង់សួរបន្ថែមបន្តិចទៀតលពូពាក់ព័ន្ធជាមួយនឹងការកាត់ក៏ដូចជាដើម្បីយើងគេថាកាត់ដើម្បីឲ្យយើងយកពូជហ្នឹងយកទៅដាំបន្តហើយបានទិន្នផលដដែលពូជមិនចេះខ្លាយឥឡូវចង់សួរថាបើយើងនិយាយថាយើងកាត់អញ្ចឹងយើងចំណេញអីខ្លះសម្រាប់អ្នកដាំដុះហើយក៏ដូចជាលពូអ្នកដែលប្រកាសផ្ទាល់ បើថាសារៈប្រយោជន៍ហើយនឹងភាពចំណេញនឹងច្រើនបើនិយាយទៅច្រើនទីមួយយើងអត់ខ្វល់ទៅរកពូជតាបានបើយើងបានពូជល្អហើយយើងរក្សាទៅបាទហើយបើយើងមានផែនការប្របែកពូជចង់បានប្រមាណទៀតបន្តទៀតទៅបាទបន្តទៀតជាក់ស្ដែងឃើញយើងផលិតយើងអត់ទាំងមានថ្នាលសម្រាប់ថាផ្គត់ផ្គង់ពូជផងបាទយើងផលិតថាឥឡូវយើងបើថាខ្វះពូជហើយយើងកាត់អាហ្នឹងសម្រាប់ពូជចុងក្រោយឬមួយថាពូជហ្នឹងដូចថាវាមានវដ្តជីវិតរបស់វាបាទឧបមាថា5ខែវាត្រូវវិលទៅវិញហើយអញ្ចឹងបើ5ខែអាចចិត្តវិលទៅវិញហ្នឹងយើងកាត់ទុកពូជទៅហើយចាំរើវាចោលទៅក៏បានហើយចំណេញមួយទៀតចំណេញត្រង់ថាបើរយៈពេលហ្នឹងមិនចឹងពូបាទបើយើងបដោះវាឆាប់ផ្ដល់ផលហ្មងហេតុអីมันឆាប់ផ្ដល់ផលយើងកាត់ត្រួយវាមានផ្កាវាមានក្តាប់ហើយស្រេចអូបាទជួនយើងយកទៅដោតនៅក្នុងត្រេក្នុងរយៈ5ថ្ងៃ5 10ថ្ងៃហ្នឹងទៅ20ថ្ងៃជួនវាទុំនៅក្នុងឯងបេះបានទៀតបេះបានទៀតអញ្ចឹងយកមកដោតនេះវាចាប់ដើមផ្លែទៅបាត់ហើយតែបើយើងទុកឲ្យវាផ្លែតាំងពីដើមតូចមិនទាន់គ្រប់អាយុអញ្ចឹងរៀងខ្សោយដើមដែរខ្សោយអញ្ចឹងយើងកាត់ផ្លែនឹងចេញឬក៏អីតាក់តែងវាបន្ថែមអញ្ចឹងណាពូបាទអរគុណលោកពូហើយថ្ងៃនេះក៏អរគុណសម្រាប់ការចែកម្លែករបស់លោកពូដែរបាទខ្លីៗសម្រាប់បងប្អូនយើងមកចាប់អារម្មណ៍ទៅលើបច្ចេកទេសនេះពីព្រោះតែនៅក្នុងវីដេអូអត់អាចជម្រាបជូនអស់ឲ្យបងប្អូនវាអាចមានរឿងច្រើនដែលបងប្អូនយើងគួរតែស្វែងយល់បន្ថែមហើយអាចអញ្ជើញមកដល់ទីតាំងរបស់លោកពូបាននៅភូមិព្រាខែបាទឃុំដីឥដ្ឋបាទស្រុកគៀនស្វាយខេត្តកណ្ដាលកសិដ្ឋានរបស់លោកពូគឺកសិដ្ឋានវៃឆ្លាតបាទហើយអាចតាក់ទងលេខទូរស័ព្ទលោកពូតាមបាទវីដេអូខាងក្រោមនេះអរគុណលោកពូដូចគ្នាហើយខ្ញុំគិតថាអ្វីដែលល្អចង់ឲ្យលោកពូចែកម្លែកបានច្រើនហើយខ្ញុំសង្ឃឹមថាកសិកម្មមួយនេះគឺជាបណ្ដុំបាននៃចំណេះដឹងសម្រាប់បងប្អូនដែលគាត់ដាំដុះណាលោកពូជាសារចុងក្រោយលោកពូមានពាក្យពេចន៍អីដើម្បីផ្ដាំផ្ញើដល់បងប្អូនបាទចុងក្រោយគឺសូមផ្ដាំផ្ញើទៅដល់បងប្អូនប្រជាកសិករដែលនិយមដាំដំណាំពិសេសដំណាំបន្លែធ្វើផ្លែក៏ដោយរុក្ខជាតិលម្អក៏ដោយបាទបើមិនមែនតែពូជបន្លែទេពូជស្អីក៏ដោយដោយថាផ្លែកយើងយកមករក្សាពូជទៅហើយយើងធ្វើដូចខ្ញុំទៅបាទហើយបើពូជនេះហើយខ្ញុំក៏ចែកចាយបើសិនថាមានបំណងចង់ទិញយកទៅធ្វើមេពូជខ្ញុំនឹងផ្ដល់មេពូជហើយនឹងផ្ដល់បច្ចេកទេសអារបៀបកាត់ដោតអាម៉េចថែរក្សាអាម៉េចដើម្បីឲ្យវាកុំឲ្យបាត់មួយដើមថាដោតទាំង100គឺរស់ទាំង100ដើមប៉ុន្តែអាហ្នឹងចំណុចតែយើងអត់ដឹងកលឹះហ្នឹងបានន័យថាដោត10000ដើមងាប់ទាំង10000ដើមទេណាខ្ញុំដោត10000ដើមគឺរស់ទាំង10000ដើមសុំតែដើមងាប់ក៏គ្មានដែរប៉ុន្តែបើយើងអត់ដឹងពីបច្ចេកទេសបន្តិចហ្នឹងគឺ10000ងាប់ទាំង10000មកបាទ10000ងាប់ទាំង10000វិញបាទអញ្ចឹងគេថាអីក៏ដោយបងប្អូនគឺត្រូវតែមានបច្ចេកទេសក្នុងការធ្វើអញ្ចឹងបញ្ជាក់ជូនដល់បងប្អូនទៅវិញថាអ្នកដែលស្រឡាញ់ចូលចិត្តវិស័យកសិកម្មទោះបីជាដាំលម្អនៅចិត្តផ្ទះឬក៏ដាំបែបអាជីវកម្មដាំសម្រាប់ពុតពុនក្នុងគ្រួសារខ្ញុំគិតថាបច្ចេកទេសនៅតែជារឿងសំខាន់ដែលបងប្អូនគួរតែបាទសិក្សានិងស្វែងយល់បន្ថែមហើយមែនតើទៅបាទបងប្អូនយើងអ្នកដែលគាត់មានជំនាញក្នុងការធ្វើគឺមានច្រើនដោយលពូផ្ទាល់តែម្ដង
ដែលគាត់មានជំនាញទៅលើការបាទប្រកាសបដោះផ្សំក៏ដូចជាដាំដុះដំណាំបន្លែឈើផ្លែផ្សេងច្រើនប្រភេទមែនតើនៅក្នុងកសិដ្ឋានរបស់គាត់នេះហើយគ្រាន់តែថ្ងៃនេះមកចង់ជម្រាបជូនបងប្អូនតែប៉ុណ្ណឹងហើយជូនពរដល់ពុកម៉ែបងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនាក្នុង page PNA TV ក៏ដូចជា page កសិផលខ្មែររួមជាមួយនឹង page ខ្ញុំបាទនួនបរិយក៏សូមឲ្យទទួលបាននូវសុខសុវត្ថិភាពការធ្វើដំណើរទៅកាន់ទីចិត្តទីថ្ងៃក៏ដូចជាបងប្អូនមានអ្វីសូមឆ្លើយថាទេចំពោះគ្រឿងញៀនបាទខណៈនេះបាទវត្តជំនាញខ្ញុំបាទរួមជាមួយនឹងលោកពូក៏សូមអរគុណនិងសូមគោរពលាបាទ PNS TV ព័ត៌មានសម្រាប់ប្រជាជនកម្ពុជា